សម្រាប់ការធ្វើវីដេអូថ្ងៃនេះមិនមែនមានន័យថាខ្ញុំមកបន្តបង្អាប់ឬក៏មកចាញ់ផ្សាយជាមួយបងប្អូនដែលគាត់អត់ទាន់យល់ឬក៏មានការយល់ច្រឡំតាក់ទងនឹងស្ករត្នោតទេហើយនេះគឺជាលើកទី4ហើយដែលខ្ញុំធ្វើវីដេអូតាក់ទងនឹងស្ករត្នោតប៉ុន្តែការធ្វើមុនរយៈពេល3ឆ្នាំមុនអត់សូវមានការចាប់អារម្មណ៍ច្រើនប៉ុន្តែខ្ញុំសង្ឃឹមថាវីដេអូមួយនេះបងប្អូននឹងស្វែងយល់ច្រើនហើយខ្ញុំមកបញ្ចប់ពាក្យមួយដែលនិយាយថាជឿទៅឆាប់ចប់ពេលនេះបានពិបាកខ្ញុំច្រើនឆ្នាំហើយថ្ងៃនេះខ្ញុំនឹងមកស្រាវចង្អល់បងប្អូនទាំងអស់គ្នាដោយទៅជួបជាមួយនឹងជើងចាស់ខាងស្ករត្នោតម្នាក់ដែលគាត់ជាអ្នកគ្រប់គ្រងស្ករឲ្យខាងយើងក៏ដូចជាអ្នកមានជំនាញច្រើនតាក់ទងស្ករត្នោតដែរហើយសង្ឃឹមថាបងប្អូននឹងតាមដានវីដេអូនេះរហូតដល់ចប់ហើយយើងគាំទ្រនៅផលិតផលដែលមានប្រភពច្បាស់លាស់ទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកដល់ខេត្តតាកែវដើម្បីជួបលោកពូហួតដែលជាកសិករម្នាក់ដែលគាត់ធ្វើត្នោតតាំងពីឪពុករបស់គាត់តាំងពីគាត់អាយុ11ឆ្នាំហើយបច្ចុប្បន្ននេះលោកពូមានអាយុ69ឆ្នាំហើយការប្រកបរបរឡើងត្នោតនេះលោកពូឡើងពេញមួយឆ្នាំលក្ខណៈពិសេសព្រោះថាកសិករមួយចំនួនគាត់ឡើងតែ6ខែឬក៏7ខែទេប៉ុន្តែលោកពូគាត់ឡើងត្នោតនេះរយៈពេលពេញមួយឆ្នាំតែម្ដងសម្រាប់ការផ្គត់ផ្គង់ស្ករត្នោតបច្ចុប្បន្នរបស់គាត់នេះប្រហែលជា10គីឡូក្នុងមួយថ្ងៃលោកពូជាអ្នកឡើងត្នោតអាជីពមួយហើយថ្ងៃនេះគឺខ្ញុំមកជួបគាត់ដើម្បីជួយស្រាវចម្ងល់មួយចំនួនតាក់ទងនឹងស្ករត្នោតក៏ដូចជាការឆ្លើយតបទៅនឹងបងប្អូនដែលគាត់សួរថាតើស្ករមិនបានស្ករពណ៌ក្រហមឬក៏ស្ករពណ៌សឬក៏មូលហេតុអីបានគេធ្វើស្ករពណ៌ក្រហមឬក៏មូលហេតុអីបានមានតម្រូវការស្ករពណ៌សសម្រាប់ស្ករត្នោតធម្មជាតិដែលខ្ញុំរាប់ថាជាស្ករធម្មជាតិនៅក្នុងភូមិរបស់គាត់នេះគឺជាស្ករដែលរំងាស់ចេញពីទឹកត្នោតធម្មជាតិ 100% ដែលមិនមានលាយពណ៌ឬក៏មិនមានបន្ថែមសារធាតុអីឬក៏អត់មានដាក់ជាមួយនឹងស្ករលាយជាមួយនឹងស្ករអំពៅឬក៏ប្រភេទស្ករសទេសូមបញ្ជាក់បងប្អូនឲ្យខ្លាំងចំណុចនេះសម្រាប់ទឹកត្នោតមួយខ្ទះនេះគឺប្រើរយៈពេលប្រហែលជា4ទៅ5ម៉ោងដើម្បីរំងាស់ឲ្យคล้ายទៅជាស្ករប៉ុន្តែសម្រាប់ជាទូទៅក្នុងបច្ចុប្បន្ននេះមានតម្រូវការជាប្រភេទស្កររឹងឬក៏ជាប្រភេទស្ករដែលមានសម្បកពណ៌សប៉ុន្តែបើនិយាយអំពីប្រវត្តិនៃការធ្វើស្ករនៅក្នុងតំបន់របស់គាត់ជាពិសេសដែលពីមុនគេហៅថាស្ករពីងប្រជាពលរដ្ឋរបស់យើងគឺគាត់ស្តុករយៈពេលយូរហើយគាត់អត់មានជាសម្ភារៈអីសម្រាប់ស្តុកទេគឺចាក់ចូលពីងប៉ុន្តែស្ករត្នោតដែលគាត់ស្តុកទុកគឺជាប្រភេទស្ករពណ៌ក្រហមរៀងរាវប៉ុន្តែស្ករនេះគឺអាចទុករយៈពេលបានច្រើនឆ្នាំហើយស្ករនេះបើសិនជាទុកកាន់តែយូរគឺវាមានឡើងដុំដូចស្ករសអញ្ចឹងប៉ុន្តែជាក្របហ្នឹងដែលគេហៅថាជាក្រាមឬក៏វាដុះក្រាមមកលោកពូក៏បានបញ្ជាក់ដែរថាបច្ចុប្បន្ននេះមានបងប្អូនខ្លះក៏គាត់កំងជាប្រភេទស្ករចាក់ជាកឡតូចណាគាត់ចង់បានពណ៌សហើយចង់បានរឹងសន្តានដូចជាប្រភេទស្ករផែនពីមុនដែរប្រភេទស្កររបៀបនេះគឺទុករយៈពេលតែ1ខែ2ខែទេប៉ុន្តែបើលើសពីហ្នឹងស្ករហ្នឹងអាចបែកពពុះហើយបងប្អូនមួយចំនួនដោយសារតែស្ករហ្នឹងបែកពពុះអញ្ចឹងហើយគាត់អាចស្វែងយល់ឬក៏គាត់អាចយល់ច្រឡំថាជាស្ករហ្នឹងគឺមិនមែនស្ករពិតដូច្នេះហើយបានយើងបានជឿយកស្ករមួយខ្ទះនេះដើម្បីមកបង្ហាញជូនបងប្អូនដើម្បីទី1គឺលោកពូគាត់នឹងធ្វើជាប្រភេទស្ករក្រាមស្ករទុករយៈពេលបានយូរហើយមួយទៀតគឺលោកពូគាត់ធ្វើចេញមកខ្ទះនឹងដូចគ្នាអញ្ចឹងសល់ប្រហែលគឺគាត់កូរឲ្យស្ករនឹងទៅជាសហើយឡើងរឹងអញ្ចឹងសម្រាប់មួយខ្ទះនេះគឺគាត់អាចធ្វើបានពីរប្រភេទហើយសូមបងប្អូនពិនិត្យមើលតាក់ទងនឹងការដំបូងគេនេះគឺលោកពូគាត់កូរក្នុងទម្រង់ប្រហែលជា10នាទីហើយការកូរបែបនេះគឺរៀងឡើងសបន្តិចហើយស្ករនៅរៀងរាវអញ្ចឹងសម្រាប់ស្ករនេះបើសិនជាបងប្អូនគាត់ជាវក្នុងទុករយៈពេលយូរអាចគាត់ទុកប្រើមួយឆ្នាំអីគឺគាត់យកស្ករប្រភេទនេះដោយសារតែស្ករនេះគឺយើងទុកល្បិចទុកយូរមិនក៏វាអត់បែកពពុះដែរវានៅពណ៌ដូចធម្មតាអញ្ចឹងហើយវាឡើងដុះក្រាមជាគ្រាប់សនៅក្នុងស្ករហ្នឹងអញ្ចឹងគឺចាស់ពីដើមគឺគាត់ទុកអាហ្នឹងគឺដើម្បីទុកបានរយៈពេលយូរអញ្ចឹងឥឡូវនេះគឺយើងទុកខ្លះដើម្បីធ្វើជាស្ករសហើយរឹងអញ្ចឹងសម្រាប់បងប្អូនខ្លះគាត់មានតម្រូវការជាប្រភេទស្កររឹងជាប្រភេទស្ករដែលគាត់ចាក់ជាកឡរៀងរឹងក្នុងកែវពណ៌សហ្នឹងគឺគាត់កូរដូចគ្នាអញ្ចឹងស្ករដែលនៅសល់ក្នុងផ្ទះមិញគឺគាត់បន្តកូររហូតដល់ប្រហែលជា10នាទីឬក៏15នាទីទៀតកូរវិតរហូតទៅដល់ស្ករហ្នឹងឡើងរៀងពណ៌សហើយរៀងខាប់ចេះបងប្អូនខ្លះក៏គាត់យល់ថាស្ករអញ្ចេះគឺពេលខ្លះអាចថាស្ករនឹងលាយម្សៅឬក៏លាយពណ៌សប៉ុន្តែតាមពិតអត់ទេបងប្អូនស្ករនេះគឺកូររយៈពេលខុសគ្នាជាមួយនឹងស្ករដែលពណ៌ក្រហមប៉ុន្តែស្ករនេះការលើកទឹកចិត្តមិនឲ្យទុកបានយូរទេទុកយូរគឺបែកពពុះបញ្ជាក់បងប្អូនម្ដងទៀតថាបើសិនជាស្ករនេះទុកកាន់តែយូរវាអាចបែកពពុះហើយមួយទៀតមិនមែនមានន័យថាស្ករសនេះស្ករពណ៌សនេះវាមានគុណភាពល្អជាងស្ករពណ៌ក្រហមទេប៉ុន្តែវាអាស្រ័យទៅលើពេលវេលាដែលបងប្អូនស្តុកទុកប៉ុន្តែសម្រាប់ស្ករពណ៌ក្រហមនេះមិនមែនមានន័យថាស្ករហ្នឹងគឺនៅកម្រិត
ដោយសារវារាវអញ្ចឹងមិនមែនមានន័យថាកម្រិតទឹករបស់វានៅច្រើនទេស្ករទាំងពីរហ្នឹងគឺធ្វើចេញពីឆ្នាំងតែមួយរយៈពេលកូរឬវិតហ្នឹងគឺខុសគ្នាបន្តិចដើម្បីឲ្យស្ករកូរកាន់តែយូរស្ករហ្នឹងឡើងរឹងហើយនឹងពណ៌ទៅជាពណ៌សហើយស្ករពណ៌ក្រហមនេះទុកយូរឡើងជាក្រុមដុំផ្លេកដូចពេជ្រអញ្ចឹងដូចគ្រាប់ខ្សាច់អញ្ចឹងនៅក្នុងហ្នឹងរៀងផ្លេកហ្នឹងគេហៅថាចាស់ពីដើមគេហៅថាស្ករហ្នឹងដុសក្រាមទុករយៈពេលយូរគឺដុសក្រាមនឹងឯងអញ្ចឹងសរុបមកវិញតាមរយៈវីដេអូនេះសម្រាប់ការជ្រើសយកស្ករខ្ញុំគិតថាបងប្អូនអាចជ្រើសយកតាមរយៈពេលនៃការស្តុកទុកហើយសម្រាប់ការជ្រើសយកស្ករគួរតែជ្រើសយកស្ករណាដែលជាស្ករដែលមានប្រភពច្បាស់លាស់ហើយសម្រាប់ការដែលបងប្អូនចង់ស្វែងយល់ច្រើនតាក់ទងនឹងប្រភេទស្ករសុទ្ធឬក៏ស្ករមិនសុទ្ធឬក៏ស្ករខ្លាំងខ្លាយហ្នឹងបងប្អូនអាចចូលទៅមើលវីដេអូនៅក្នុង link ខាងក្រោមបានខ្ញុំនឹងដាក់ចូលព្រោះខ្ញុំធ្លាប់បានធ្វើវីដេអូម្ដងហើយសូមបញ្ជាក់សម្រាប់រដូវកាលចាប់ពីខែកុម្ភៈនេះរហូតដល់ខែឧសភាគឺក្រុមការងាររបស់យើងបានចុះប្រមូលស្ករត្នោតនៅក្នុងខេត្តតាកែវពីបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្ដងសម្រាប់បងប្អូនដែលមានបំណងចង់ស្តុកទុកស្ករហើយចង់ស្តុកទុកប្រើរយៈពេល1ឆ្នាំបងប្អូនអាចកំងជា10គីឡូក៏បានឬក៏មួយធុងដែលបងប្អូនកំពុងតែឃើញនេះគឺចំណុះវាគឺ29ទៅ30គីឡូអញ្ចឹងសម្រាប់បងប្អូនដែលគាត់មានបំណងចង់ប្រើមួយឆ្នាំស្ករនេះគឺត្រូវខ្លាំងមែនទែនអញ្ចឹងសម្រាប់វីដេអូនៃការបញ្យល់អំពីស្ករត្នោតរបស់យើងមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនចូលចិត្តនឹងវីដេអូនេះហើយបើសិនជាចូលចិត្តជួយចែកម្លែកដល់បងប្អូនរបស់យើងបន្តទៀតផងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ